បាទសួស្តីបងប្អូនជាម៉ាស៊ីនទាំងអស់គ្នាបាទមួយរយៈនេះខ្ញុំដូចជាមិនសូវបានចេញវីដេអូបង្ហាញពីម៉ាស៊ីនថ្មីជាច្រើនទេបាទគឺខ្ញុំបង្ហាញតែពីម៉ាស៊ីនពំពចកហើយនិងម៉ាស៊ីនកាត់ទេដោយសារតែការងារវាតែងតែផ្លាស់ប្ដូរបាទមួយរយៈនេះគឺយើងបដូរការងារថ្មីរហូតបាទការងារថ្មីក៏ចិត្តតែចូលមកបាទការងារចាស់ក៏មិនដាច់ដែរបាទយើងនៅតែធ្វើបាទធ្វើមិនដេចយើងធ្វើការគឺមានតែប៉ុណ្ណឹងបងប្អូនហើយក៏មិនភ្លេចទេបាទរាល់ការងារនីមួយៗខ្ញុំតែងតែថតវីដេអូបាទបង្ហាញពីកន្លឹះខ្លះនិងចំណុចសំខាន់នីមួយៗសម្រាប់បងប្អូនយកទៅអនុវត្តនៅកន្លែងការងារបងប្អូននៅពេលដែលបងប្អូនយកម៉ាស៊ីនពីខាងខ្ញុំទៅហើយបងប្អូនអាចមើលវីដេអូទាំងអស់នេះគឺអាចបង្កើនចំណេះដឹងបងប្អូនទៅលើការងារឲ្យមានភាពកាន់តែរលូនទៅមុខទៀតបាទហើយពេលខ្លះក៏មានបងប្អូនខ្លះឆាតមកច្រើនដែរហើយខ្ញុំក៏មិនសូវមានពេលទំនេរសម្រាប់តបឆាតបងប្អូនដែរអញ្ចឹងខ្ញុំមានតែឆ្លៀតឱកាសនៅពេលដែលខ្ញុំចុះទៅខាងរោងចក្រនីមួយៗអំពីម៉ាស៊ីនថ្មីខ្ញុំមានតែថតជាវីដេអូទុកបាទបង្ហោះនៅក្នុង page ដើម្បីឲ្យបងប្អូនមើលទាំងអស់គ្នាបាទជួនកាលគឺចំណុចនឹងមួយខ្ញុំត្រូវឆាតនៅ10នាក់គឺខ្ញុំត្រូវឆាតទៅទាំង10អញ្ចឹងបើខ្ញុំធ្វើជាវីដេអូអញ្ចឹងបងប្អូនគ្នាប្រហែលអ្នកក៏បងប្អូនអាចមើលវីដេអូនេះបានដូចគ្នាទាំងអស់បាទអញ្ចឹងនៅពេលក្រោយទៀតបើសិនជាបងប្អូនឆ្ងល់ត្រង់ចំណុចណាមួយដែលតាក់ទងជាមួយនឹងវីដេអូបងប្អូនគាត់តែចូលមើលនៅក្នុង page ទៅគឺបងប្អូនអាចធ្វើបានឬក៏ចំណុចខ្លះវាលំបាកខ្លាំងលុះត្រាតែខ្ញុំចូលទៅដល់កន្លែងបងប្អូនផ្ទាល់ដើម្បីបង្ហាញប្រាប់ត្រង់បានបងប្អូនអាចចាប់បាននិងករណីចាំបាច់មួយចំនួនដែលយើងត្រូវតែចុះទៅដល់កន្លែងដោយសារតែពេលខ្លះវាមានភាពលំបាកខ្លាំងលុះត្រាតែយើងទៅដល់កន្លែងបានបងប្អូនយល់អញ្ចឹងការប្រាប់នៅក្នុងនេះគឺពេលខ្លះគឺធ្វើឲ្យបងប្អូនមិនយល់កន្លែងខ្លះមួយចំនួនដោយសារអីពេលដែលយើងប្រាប់ទៅមិនដឹងថាមូលហេតុដែលបងប្អូនចង់ដឹងហ្នឹងគឺវាត្រូវនឹងអ្វីដែលបងប្អូនចង់ដឹងដែរឬអត់អញ្ចឹងសម្រាប់តែអ្នកដែលជាដៃគូសហការជាមួយក្រុមហ៊ុនគឺខ្ញុំតែងតែចុះទៅបង្ហាញប្រាប់ផ្ទាល់បងប្អូនអាចយល់បានតាមវីដេអូក៏វាប្រសើរដែរហើយខ្ញុំក៏មានបង្ហាញវីដេអូអំពីចំណេះដឹងម៉ាស៊ីនដេរជាច្រើនដែរនៅក្នុង channel YouTube របស់ខ្ញុំដែរបាទដែល channel YouTube របស់ខ្ញុំនោះមានឈ្មោះថានៃសុភ័ក្របងប្អូនស្រីនៅក្នុង YouTube គឺឃើញបាទហើយខ្ញុំក៏សូមអរគុណបងប្អូនផងដែរដែលតែងតែគាំទ្រនិងទស្សនាវីដេអូរបស់ខ្ញុំរាល់ការបង្ហោះវីដេអូទាំង lain នោះធ្វើឲ្យខ្ញុំមានកម្លាំងចិត្តនឹងធ្វើវីដេអូបន្តទៀតហើយខ្ញុំក៏សង្ឃឹមថាបងប្អូននឹងទទួលបាននូវចំណេះដឹងថ្មីអំពីម៉ាស៊ីនដេរជាច្រើនបន្តទៀតហើយនៅពេលខ្លះវីដេអូខ្លះខ្ញុំពោលទៅវាអាចដាច់ដោយសារអីពេលដែលខ្ញុំចូលទៅរោងចក្រនីមួយបង្ហាញពីម៉ាស៊ីនទៅគឺនៅសល់ចំណុចតូចមួយហ្នឹងអញ្ចឹងខ្ញុំមានតែធ្វើវីដេអូបន្តដើម្បីឲ្យជាងនៅរោងចក្រគាត់មើលបន្តប៉ុន្តែនៅពេលដែលជាងដែលខ្ញុំប្រាប់ពីចំណុចចាប់ដើមហើយនៅសល់ចំណុចបន្តិចបន្តួចគាត់នឹងមើលវីដេអូទៅគាត់នឹងយល់ហើយអញ្ចឹងសម្រាប់បងប្អូនខ្លះក៏គាត់មិនយល់ដោយសារខ្ញុំបានប្រាប់គាត់ខ្លះនៅក្នុងរោងចក្រហើយដែរអញ្ចឹងដោយសារតែទីតាំងនៅរោងចក្រឆ្ងាយអញ្ចឹងយើងពិបាកចុះឡើងពេកនៅតាមខេត្តអញ្ចឹងមានតែធ្វើវីដេអូដើម្បីបង្ហោះឲ្យគាត់មើលដើម្បីបញ្យល់គាត់បន្ថែមទៀតហើយនៅក្នុងវីដេអូនេះដែរខ្ញុំមិនបានចែករំលែកនៅចំណេះដឹងអ្វីទេក៏ខ្ញុំបង្ហាញពីសកម្មភាពខ្លះនៅតាមរោងចក្រនីមួយបាទហើយឥឡូវបច្ចុប្បន្ននេះនៅស្រុកខ្មែរយើងគឺមានរោងចក្រច្រើនណាស់បាទបង្កើតតែភាគច្រើនគឺបង្កើតនៅតាមខេត្តបងប្អូននៅទីក្រុងដូចជាមិនសូវជាមានទេ